រឿងព្រេងតាក់ទងនឹងទំនៀមឲ្យមានថងរងមហាទេពមហាមន្ត្រីនៅវេលារៀបមង្គលការកាលនោះព្រះបាទសម្ដេចព្រះនរាយណ៍រាមាទី3ជាព្រះវររាជបិតាព្រះជ័យជេដ្ឋាទី1ពីពុទ្ធសករាជ2000ដល់2100កន្លងមកជាង400ឆ្នាំហើយបន្ទាយលង្វែកបាក់បែកដោយសារសឹកសង្គ្រាមស្ដេចទ្រង់ចាកចោលហើយយាងទៅទីក្រុងចាស់នៅខ្លុងត្រង់ក្រកកំពង់ច្រាកកំពង់លួងដើម្បីពិនិត្យមើលដីទីក្រុងចាស់ទាំងនោះហើយទ្រង់មិនសពព្រះរាជហឫទ័យក៏យាងត្រឡប់មកវិញដល់ស្ទឹងក្រាំងពន្លៃឆ្លងមកត្រើយម្ខាងត្បូងស្ទឹងដែលមានភូមិថ្មីនោះមានផ្ទះ 4-5 ខ្នងហើយបន្ទាប់មកទ្រង់ឲ្យសេនាទាហានកែនមនុស្សនៅភូមិនោះឲ្យទៅចម្លងសម្ដេចព្រះវររាជជនីនិងអស់អ្នកនាងសម្រាប់អង្គមកភូមិនោះអាស្រ័យបុព្វហេតុដូច្នោះទើបគេសន្មតឲ្យឈ្មោះភូមិនោះថាភូមិចម្លងព្រះជនីហើយដំណរក្រោយមកគេហៅយាថាភូមិចម្លងព្រះនីទ្រង់យាងឆ្ពោះទៅទិសបច្ចឹមភ្នំទើបឃើញមានទួលមួយល្អទ្រង់គង់សំចតនៅក្រោមដើមក្រសាំងធំមួយអស់មួយខែពិនិត្យមើលទៅឃើញថាទីនោះមិនស្រួលព្រោះមានភ្នំបាំងពីមុខហើយទ្រង់ក៏យាងមកទិសពាយ័ព្យភ្នំវិញទើបឃើញដីទួលមួយហើយនៅកន្លែងទួលដើមក្រសាំងធំដែលទ្រង់បានប្រថាប់អស់រយៈពេលមួយខែនោះសន្មតឲ្យឈ្មោះថាភូមិដំណាក់ក្រសាំងទ្រង់ក៏បានឲ្យគេរៀបចំជាវាំងកំពែងដំណាក់ប្រក់ដោយស្លឹកនិងស្បូវទទួលត្រូវខែកដឹកមកសេខ្យល់ធ្លាក់មកពីខាងជើងត្រីក៏ហែបហែលចុះមកខ្មួលខ្មៅតាមទឹកហូរមានអូមួយនៅទិសនិរដីភ្នំមានតាចាស់ម្នាក់ឈ្មោះតាដងនិងយាយជ័យគាត់ជាអ្នកមានទ្រព្យសម្បត្តិច្រើនអាចទទួលភារៈមនុស្សជុំវិញភ្នំបានហើយគាត់មានកូនក្រមុំម្នាក់អាយុ16ឆ្នាំនាងនោះមានរូបល្អផុតមនុស្សនៅបរិវេណនោះនឹងរកអ្នកណាមកផ្ទឹមឲ្យត្រឹមស្មើពុំបានគាត់ចាត់ខ្ញុំកំដរនិងអ្នកស្រុកឲ្យទៅធ្វើជារោងមួយចំនួន5ល្វែងនៅមាត់អូរនោះឲ្យមានបន្ទប់ខ្វាត់ខ្វែងដូចជាព្រះពន្លាស្ដេចទុកសម្រាប់គាត់នាំបរិវារទៅលេងសប្បាយនៅរដូវរកត្រីសាច់អាស្រ័យនៅនឹងរោងនោះតាដងតែងតែធ្វើបដិសណ្ឋារកិច្ចរាប់អានរៀបបាយទឹកភោជនាហារជាដើមជូននាម៉ឺនធំតូចពិសាមិនដែលដាច់សម័យមួយនាងក្រមុំកូនតាដុងមានសេចក្តីអបសុខចង់ទៅលេងឯរោងធ្វើត្រីក៏និយាយសុំម្ដាយឲ្យរករទេះសាលី10ទឹមគោយ៉ាងលឿនជូនកូនទៅដោយមានស្រីក្មេងចាស់និងខ្ញុំកំដរទៅជាមួយនាងជាច្រើនអ្នកផងដែរបន្ទាប់មកនាងបានធ្វើដំណើរទៅដល់រោងហើយត្រូវចំពេលដែលឪពុកកំពុងរៀបចំបាយទឹកជូនពួកនាម៉ឺនបរិភោគលេងសើចអ៊ូអលោកក្រឡេកឃើញនាងល្អចម្លែកណាស់អស់លោកក៏ភ័ន្តភាំងស្មារតីទៅជាលើកបាយចុកតាមត្រចៀកច្រមុះខ្លះលាន់មាត់ថាយីអ្នកនាងនេះល្អអីល្អម្លេះនេះហៅល្អរកគ្មានពីរនៅលើផែនដីបើទុកជាទេវតានៅស្ថានសួគ៌ក៏គ្រាន់តែឮគេថាល្អតែមិនដែលឃើញនេះប្រហែលជាល្អដូចទេវតាមែនហើយបានជាប្លែកភ្នែកម្លេះបន្ទាប់មកពួកមន្ត្រីទាំងឡាយក៏បានត្រឡប់មកព្រះរាជវាំងវិញហើយបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រពីបែបភាពរូបកាយនាងដែលល្អសពគ្រប់បន្ទាប់ពីមន្ត្រីទាំងឡាយបានទូលព្រះអង្គរួចហើយទ្រង់នឹកចង់បាននាងពុំភ្លេចពីព្រះរាជហឫទ័យសោះក៏បានចាត់រាជទូត4នាក់ឲ្យទៅអញ្ជើញតាយាយមកគាល់លុះមកដល់ហើយទ្រង់ក៏មានព្រះបន្ទូលទៅកាន់តាយាយថាដោយសាមគ្គីរស់ស្មោះត្រង់ថាខ្ញុំឲ្យទៅអញ្ជើញតាយាយមកដើម្បីសុំប្រសាសន៍មួយម៉ាត់កុំឲ្យតាយាយអាក់អន់ចិត្តអ្វីតានឹងយាយក៏ទូលថាតាមសពព្រះរាជហឫទ័យស្ដេចក៏ទ្រង់ត្រាស់សួរថាកូនស្រីតាយាយមានប្តីឬនៅតាយាយក៏ក្រាបទូលដោយត្រង់ថាមិនទាន់មានប្តីទេបន្ទាប់មកស្ដេចក៏មានបន្ទូលថាខ្ញុំចង់បាននាងធ្វើជាអគ្គមហេសីតើតាយាយនឹងថាដូចម្ដេចដែរតាយាយក៏ទូលថាថ្វាយតាមសពព្រះរាជហឫទ័យតែខ្ញុំព្រះអង្គសូមព្រះពរតែប៉ុណ្ណោះគឺថាមុននឹងហែកូនយកមកថ្វាយសូមទ្រង់ប្រោសព្រះរាជទានទុកជាព្រះកេរតទៅគឺសូមឲ្យមានថងរងមួយគូមហាទេពមួយនាក់មហាមន្ត្រីមួយនាក់និងកូនក្មួយ4នាក់កាន់ថងរងមលូស្លាពៀនដាក់ពែងនិងស្រាឡើងដណ្ដឹងកូនស្រីដោយចូលគាល់ព្រះអង្គអ្នកទូលឆ្លងឆ្លើយស្ដីការអ្វីគ្រប់ជំពូកសម្រាប់លើមហាអ្នកដតីមិនមានអំណាចនិយាយមង្គលការឡើយម្យ៉ាងទៀត
វេលាដែលនឹងហែកូនស្រីមកអភិសេកសូមឲ្យមានកំឡោះ4នាក់និងក្រមុំព្រហ្មចារី5នាក់យកអ្នកមានត្រកូលខ្ពស់ព្រមទាំងបរិវារ100នាក់កាន់នីនៅគ្រឿងក្រអូបនិងកម្រងផ្កាព្រមទាំងផ្លែឈើភោជនីអាហារគ្រប់ដៃបន្ទាប់មកព្រះមហាក្សត្រទ្រង់ក៏យល់ព្រមធ្វើតាមសំណូមពរតាយាយហើយចងជាក្បួនទុកជាប់មកដល់សពថ្ងៃនេះចំណែកឯទីព្រះរាជវាំងដែលកសាងថ្មីនោះក៏សន្មតឲ្យឈ្មោះថាក្រុងឧដុង្គមានជ័យតាមតាយាយចំណែកឯព្រះរាជវាំងដែលកសាងថ្មីនោះក៏សន្មតឲ្យឈ្មោះថាក្រុងឧដុង្គមានជ័យតាមនាមតាយាយត្រង់កន្លែងពីភូមិនាងរហូតដល់មាត់អូធ្វើត្រីសន្មតឲ្យឈ្មោះថាភូមិត្រពកមានលក្ខឥឡូវគេហៅថាភូមិដំបូកមានលក្ខទៅវិញចំណែកខាងញាតិសាលោហិតនាងនោះព្រះមហាក្សត្រទ្រង់រាប់អានប្រទានងារជាមន្ត្រីធំតូចជាច្រើនសឹងមានកន្លែងភូមិអគ្គមហាសេនាភូមិសុភាជីរាជភូមិលោកជំទាវទិសខាងនិរដីភ្នំដល់សពថ្ងៃនេះក្រោយនោះព្រះនាងអគ្គមហេសីបានសាងសង់រោងឧបោសថមួយថ្វាយភិក្ខុសង្ឃសាមណេរនៅទិសខាងទក្សិណភ្នំឈ្មោះវត្តអង្គសិរីអត្ថបទរឿងព្រេងតាក់ទងនឹងទំនៀមឲ្យមានថងស្លារងមហាទេពមហាមន្ត្រីនៅវេលារៀបមង្គលការក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណរឿងព្រេងតាក់ទងនឹងទំនៀមប្រើពពិលក្នុងពិធីមង្គលការអតីតនិទានថាកាលដែលព្រឹទ្ធពីរលាយដោយសារភ្លើងកលបៈទៅហើយកើតឡើងវិញជាថ្មីម្ដងទៀតមានឈ្មោះថាព្រះឥសូរមួយអង្គដែលអ្នកនគរយើងតែងតែហៅថាព្រះឥសូរមិនដឹងជាហេតុដូចម្ដេចក៏ហៅថាព្រះឥសូរវិញប្រហែលយកជើងរថាស្រអូក៏មិនដឹងឬមួយមិនស្គាល់ឈ្មោះឃើញលោកពូកែផុតមនុស្សក៏នាំគ្នាសន្មតថាព្រះឥសូរដែលមានន័យថាជាកំពូលលើមនុស្សដូច្នេះក៏មិនដឹងឥឡូវនេះយើងត្រូវហៅថាព្រះឥសូរតាមអ្នកនគរសន្មតទៅចោះព្រះឥសូរនេះលោកជាស្ដេចធំនៅឋានកៃឡាសជាប់ជិតចង្កេះភ្នំហិមាល័យមនុស្សយើងទៅមិនដល់ទេព្រះអគ្គទេពីលោកព្រះនាមនាងឧមាភោគវតីតាមមាត់អ្នកស្រុកថាជាស្ត្រីគ្រប់លក្ខណៈប្រសើរលើសទេវតានិងស្ត្រីទ្វីបទាំង4ព្រះឥសូរនោះមានឫទ្ធានុភាពប្រៀបផ្ទឹមពុំបានចេះចប់សពគ្រប់ឈានលោកីនិងសិល្បៈសាស្ត្រគ្រប់មុខពួកទេវតាព្រះឥន្ទព្រះព្រហ្មយក្សគ្រុឌនាគចូលមកគោរពសុំរៀនពីម្នាក់លោកទាំងអស់គ្នាពូកែនោះសូម្បីតែអង្គជាតិរបស់លោកកាលណាមានដំរេកហើយកំរើកស្រក់ធ្លាក់ចេញចាកពីមកពុំមានភពណាអាចទទួលរងបានឡើយបើធ្លាក់ដល់ផែនដីនឹងឆេះផែនដីបើធ្លាក់ដល់ទឹកនឹងកើតព្យុះខ្យល់បក់បោកល្អិតខ្ទេចខ្ទីឈើមហន្តរាយមនុស្សម្នានឹងរាប់ពុំបានឫទ្ធិនោះសូម្បីតែមនុស្សស្លាប់បាត់បង់ជីវិតទៅអស់កាលជាយូរណាស់ទៅហើយដល់ទៅ100ឆ្នាំក៏ដោយឲ្យតែនៅសល់កំតិចឆ្អឹងបន្តិចបន្តួចក៏នៅតែខ្លាចឫទ្ធិលោកដែរបើចង់ដឹងថាឈ្មោះណាម្នាក់ស្លាប់ទៅកើតក្នុងទីណាយកតែឆ្អឹងឈ្មោះនោះបន្តិចមកថ្វាយលោកគោះសួរឆ្អឹងប្រាប់លោកថាទៅកើតឋានសួគ៌ឋាននរកឬប្រែតដេរឆានបានទាំងអស់បានជាថាឆ្អឹងក៏នៅខ្លាចឫទ្ធិលោកដែរពួកយក្សគ្រុឌនាគកេណោមុននឹងផ្សំគុំកូនចៅជាប្តីប្រពន្ធនឹងគ្នានិយមទៅសុំពរពីព្រះឥសូរនិងនាងឧមាភោវតីមកធ្វើជាមង្គលប្រយោជន៍ឲ្យកូនចៅមកខាងក្រោយបានទទួលចំណែកឫទ្ធិអំណាចអំពីព្រះឥសូរព្រោះអង្គជាតិព្រះអង្គនិងលក្ខណៈនាងនោះពូកែណាស់ក្រោយនោះយូរមកមានស្ដេចមនុស្សមួយអង្គឈ្មោះព្រះជ័យសូរិយាជាខ្សែស្រឡាយអំបូរព្រះភិរុននៅនគរកាយកេតៈចម្ពូស្ដេចអង្គនេះដើរស្វែងរករៀនសិលសាស្ត្រក្នុងព្រៃហេមពានអស់រយៈពេលជាង1ឆ្នាំមិនចេះជួបប្រទះនឹងឥសីឬតាបោះមួយណាសោះនៅសម័យថ្ងៃមួយព្រះឥសូរទ្រង់អបសុខអស់មកលេងស្ថានចម្ពូទ្វីបហើយឈៀងចុះទៅមើលព្រៃនិងដងភ្នំក៏ប្រទះឃើញកុមារម្នាក់ដេកលក់ក្រោមដើមឈើព្រះឥសូរក៏ទ្រង់ព្រះតម្រិះថាកុមារនេះជាកូនមនុស្សហេតុអ្វីក៏ដើរមកដេកក្នុងព្រៃតែម្នាក់ឯងដូច្នោះហើយបើមើលទៅរូបរាងសាច់ឈាមនិងសម្លៀកបំពាក់ដូចជាអំបូរខ្សាច់ឬមួយក៏ព្រាត់នគរមកគួរអញដាស់សួរមើលលោកហៅឲ្យក្រោកឡើងសួររឿងរ៉ាវទៅកុមារ
មាក៏ទូលថាខ្ញុំព្រះអង្គឈ្មោះជ័យសូរិយាជាតិមនុស្សលោកនៅនគរកែវកេតចម្ពូខ្ញុំព្រះអង្គបានដើរស្វែងរករៀនសិលសាស្ត្រក្នុងព្រៃនេះជាង1 ឆ្នាំហើយពុំបានជួបនឹងឥសីឬតាបោះណាមួយសោះកាលដែលបានឮដូច្នោះហើយលោកប្រាប់ថាយើងជាព្រះឥសូរនៅឋានកៃឡាសឯងស្គាល់យើងទេសិលសាស្ត្រយើងចេះដែរបើចង់រៀនយើងនឹងបើកឲ្យរៀនបានព្រះជ័យសូរិយាក្រាបសំពះទូលថាព្រះគុណម្ចាស់ថ្លៃអើយខ្ញុំព្រះអង្គឮតែឈ្មោះមិនដែលឃើញព្រះអង្គសោះប៉ុន្តែទូលព្រះបង្គំខ្ញុំជាតិជាមនុស្សមិនចេះហោះហើរទើបមានបំណងស្វែងរករៀនសិលសាស្ត្រត្រឹមតែក្នុងសំណាក់ឥសីនិងតាបោះព្រះឥសូរទូលថាយើងក៏ចង់ឲ្យមានកេរ្តិ៍ឈ្មោះខាងឋានមនុស្សលោកដែរឲ្យដឹងអ្វីដៃសិលឥសូរព្រោះយើងមិនទាន់ដែលបានបង្រៀនមនុស្សណាម្នាក់សោះដូច្នេះចូលចៅទៅរៀនក្នុងសំណាក់យើងនេះចោះព្រះជ័យសូរិយាទូលបង្គំចង់រៀនណាស់ហើយតែមិនដឹងគិតដូចម្ដេចនឹងទៅរៀនបានបើព្រះគុណគង់រហូតដល់ឋានកៃឡាសឯណោះចំណែកឯព្រះឥសូរថាឲ្យតែចៅព្រមទៅតាមយើងចោះយើងនឹងឲ្យចៅទៅបានដូចប្រាថ្នាព្រះជ័យសូរិយាឆ្លើយថាព្រះគុណអើយបើដូច្នោះរូបទូលបង្គំខ្ញុំព្រះអង្គនេះដូចបានកើតម្ដងទៀតហើយព្រះឥសូរបញ្ឆោតថាចៅហាមាត់ឡើងយើងសុំរាប់ថ្មិញមើលគ្រប់32ឬទេព្រះជ័យសូរិយាហាមាត់ឡើងព្រះឥសូរសេពវិជាស្ដោះទឹកមាត់ពេជ្រទៅក្នុងមាត់ព្រះជ័យសូរិយាភ្ញាក់លេបក្អឹកចូលទៅក្នុងពោះកាលណាក៏ព្រឺព្រួចគ្រប់រោមកើតមានកម្លាំងស្មើដំរីសាភ្លាមមួយរំពេចចង់ហោះហើរដើរលើអាកាសបានដូចចិត្តបំណងព្រះសូរិយាក៏នាំហោះទៅឋានកៃឡាសបង្ហាត់បង្រៀនសិលចេះសពគ្រប់ហើយព្រះជ័យសូរិយាក៏លាត្រឡប់មកនគរវិញសោយរាជសម្បត្តិមានទាំងមហេសីប្រសើរស្មើសួរកញ្ញាថ្ងៃមួយទ្រង់អគ្គទេពីនាំហោះទៅថ្វាយសម្ដេចព្រះគ្រូប្រសិទ្ធិពរជ័យមង្គលឲ្យលុះចប់កិច្ចហើយព្រះជ័យក៏ក្រាបទូលថាខ្ញុំព្រះអង្គសូមពរជ័យមង្គលមួយទុកជាព្រះកេរសម្រាប់ចម្ពូទ្វីបដើម្បីយកទៅប្រសិទ្ធិពរក្នុងវេលារៀបអាពាហ៍ពិពាហ៍មង្គលពួកជាតិមនុស្សឲ្យបានរុងរឿងដូចរៀបមង្គលការឯឋានកៃឡាសផងព្រោះកំណើតជាមនុស្សលោកកើតឡើងថយថោកណាស់គ្មានឫទ្ធិអំណាចអ្វីទេព្រះឥសូររំពឹងគិតសពគ្រប់ទៅឃើញថានឹងឲ្យពរអ្វីក្រៅពីអង្គជាតិរបស់ខ្លួននិងយោនីអគ្គទេពីរបស់ខ្លួនមុខជាផ្សាយអំណាចពុំបានយូរអង្វែងឡើយឥឡូវបើមិនឲ្យធ្វើដូចម្ដេចនឹងបានផ្សព្វផ្សាយគេឈ្មោះលោកនៅឯឋានមនុស្សបើទៅនឹងមានសិស្សជាស្ដេចមនុស្សលោកតែមួយអង្គនេះផងលោកក៏បានហៅព្រះនាងឧមាភូវតីជាអគ្គមហេសីមកនិយាយសុំលក្ខណៈយោនីនាងធ្វើជាមង្គលឲ្យទៅស្ថានមនុស្សលោកឲ្យមានឫទ្ធិអំណាចដោយស្ថានកៃឡាសដែរព្រះនាងអគ្គមហេសីក៏ព្រមថ្វាយថាសុំឲ្យបានដោយសេចក្តីប្រាថ្នាចុះព្រះឥសូរទ្រង់ក៏ហោះទៅយកខ្សាច់ពេជ្រពីចក្រវាលមកប្រសិទ្ធធ្វើជាស្លឹកពោមាសជាតំណាងយោនីព្រះនាងហើយទៅយកថ្មពេជ្រពីភ្នំហេមាល័យមកប្រសិទ្ធិធ្វើជាទានមាសតំណាងអង្គជាតិព្រះអង្គលុះលោកប្រសិទ្ធិរួចស្រេចហើយលោកសន្មតឲ្យឈ្មោះថាពរពីវរៈរតគឺថាពរពីនេះភ្លឺដូចប្រាថ្នាប៉ុន្តែហៅយាមកថាពពលវិញទាំងប្រាប់ថារបស់នេះហើយជាមង្គលធំចូលអ្នកយកទៅទុកជាគេឯឋានចម្ពូទ្វីបចោះបើត្រូវការផ្សំផ្គុំកូនចៅត្រូវយកទានមាសបិទនឹងស្លឹកពោមាសនេះយកភ្លើងអុជឲ្យឆេះហើយបង្វិល3ជុំសាមីខ្លួនរួចលុតទៅវិញយកផ្លិតបកផ្សែងឲ្យបូលមាត់ច្រមុះសាមីខ្លួនទាំងប្រុសស្រីផ្សែងនោះមានក្លិនក្រអូបដូចផ្កាមិនទាបោះពីស្ថានសួគ៌ឲ្យតែដកដង្ហើមចូលផ្សែងទៅដល់ក្នុងខ្លួនកាលណានឹងព្រួចព្រឺរោមមានកម្លាំងដូចដំរីសាទាំងប្រុសស្រីនឹងកើតជាបុត្រឡើងមានបុណ្យអំណាចឫទ្ធានុភាពច្រើនព្រះជ័យទទួលមង្គលពីព្រះរាជគ្រូរួចកាលណាក៏ពើទី2ហោះត្រឡប់មកនគរវិញបន្ទាប់មកទ្រង់បានផ្សព្វផ្សាយដំណឹងនោះទៅដល់នាម៉ឺនមុខមន្ត្រីសេនាទាហានក្នុងព្រះរាជនគរឲ្យបានដឹងគ្រប់គ្នាទាំងអស់ថាបើអ្នកណារៀបផ្សំផ្គុំកូនចៅឲ្យជាប្តីប្រពន្ធត្រូវមកដង្ហែមង្គលនេះទៅអុជយកផ្សែងបក់ឲ្យស្រូបបន្តិចគ្រប់គ្នាដើម្បីឲ្យមានកម្លាំងពេលលាំងដូចដំរីសាបើជាបុត្រមកឆ្លាតវៀងវៃថាបើប្រុសស្រីណាដែលមានកម្លាំងថេវហោចស្គមកំប្រឹងកំប្រយយ៉ាងណាក៏ដោយឲ្យតែបានទៅអង្គុយចិត្តគេនៅវេលាដែលគេរៀបមង្គលការហើយផ្សែងបក់មកត្រូវបន្តិចបន្តួចក៏មានសាច់ឈាមល្អឡើងវិញហើយមានកម្លាំងដូចដំរីសាជាទៀងពិតប្រាកដណាស់
លុះយូរមកប្រហែលជាជាង100ឆ្នាំទើបអស់ទានទៅស្ដេចមន្ត្រីនិងបណ្ដាជនក៏បាននាំគ្នារចនាធ្វើជាទានខ្លួនឯងជំនួសខ្លះមានក៏ធ្វើស្លឹកពោដោយមាសខ្លះធ្វើដោយប្រាក់សម្រិតទង់ដែងស្ពាន់ដែកហើយចំណែកឯទៀនដែលគេយកក្រមួនលុញធ្វើដូចសពដងហើយបិទទឹកមាសរួចទើបសន្មតថាស្លឹកពោនិងទៀននេះហើយជាតំណាងយោនីនាងឧមាភវតីនិងអង្គជាតិព្រះឥសូរសូមឲ្យមានឫទ្ធិអំណាចដូចរបស់លោកដែលបាននិមិត្តប្រទានហើយយកទៅអុជបកផ្សែងឲ្យនៅវេលារៀបមង្គលការនោះទៅអាស្រ័យរឿងនេះទើបបានជាជាប់មានទំនៀមបង្វិលពពើរហូតមកដល់ឥឡូវនេះអត្ថបទរឿងព្រេងតាក់ទងនឹងទំនៀមប្រើពពិលក្នុងពិធីមង្គលការក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណ